សួស្តីអ្នកទាំងអស់គ្នាឥឡូវមកដល់ឆ្នេរកែបហើយខ្ញុំជិះមកហួសកន្លែងបែរគេហៅគេនាងសិលាចាំប្តីឥឡូវមកដល់កន្លែងក្តាមថ្មមនុស្សច្រើនគួរសមដែរនេះមនុស្សច្រើនគួរសមតែកន្លែងនាងសិលាចាំប្តីមនុស្សច្រើនខ្លាំងណាស់មនុស្សច្រើនខ្លាំងនេះមកល្មមមានគេអង្គុយផឹកស៊ីច្រៀងខារ៉ាអូខេថ្ងៃអាទិត្យថ្ងៃហ្នឹងថ្ងៃអាទិត្យទី25អ្នកណាដែលបានមកលេងកុំភ្លេចចូល comment ផងហើយអ្នកណាដែលចង់មកលេង comment ម្នាក់មួយផងចាំខ្ញុំជូនណាលេងហ្នឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយហ្នឹង